លោកគ្រូខ្ញុំបាទឈ្មោះខំសានស្នសាខ្ញុំមកពីក្រុម SP1 អញ្ចឹងថ្ងៃនេះខ្ញុំសូមមកធ្វើវីដេអូទី1ពាក់ព័ន្ធជាមួយនឹងការធ្វើ web ចំនួន3ដែលអាចដូរឈ្មោះដូរ domain name ដើម្បីឲ្យយើង access ទៅចូលកាន់ web ដែលយើងបាន host នៅក្នុង YouTube អញ្ចឹងជាដំបូងគឺខ្ញុំបាន remote ពី YouTube server ហ្នឹងមកចូលកាន់ Gitbase ខ្ញុំរួចហើយនេះគឺជា Gitbase របស់ខ្ញុំហើយខ្ញុំបានបង្ហាញនៅក្នុង wa.w.html ហ្នឹងគឺខ្ញុំមាន web ចំនួន3គឺ web ខ្ញុំគឺមានឈ្មោះថាសាក់1សាក់2និងសាក់3ហើយខ្ញុំមកបង្ហាញទៅលើ web ខ្ញុំនៅក្នុង browser ដែលដោយសារតែ web ហ្នឹងគឺខ្ញុំអត់ទាន់បានដូរ domain វាទេអញ្ចឹងខ្ញុំអាចសាកវាយទៅលើ IP address របស់វានេះគឺ IP address ទៅលើ web ទី1របស់ខ្ញុំអញ្ចឹងនៅពេលខ្ញុំវាយទៅលើ IP ហើយខ្ញុំ slash លើឈ្មោះ web របស់ខ្ញុំគឺវានឹងចេញ web ដែលខ្ញុំបានហោះនេះគឺជា web ទី1ហើយខ្ញុំសាកវាយទៅលើ web ទី2ទៀតអញ្ចឹងនេះគឺជាទម្រង់ web ទី2របស់ខ្ញុំហើយនៅមានទម្រង់ web នៅទី3មួយទៀតប៉ុន្តែខ្ញុំសូមធ្វើការដូរchange domain វាអញ្ចឹងជាដំបូងខ្ញុំសូមចូលមកកាន់drive C Windows System 32និង driver ហើយចូលមក X ហើយនេះគឺជាទម្រង់ host របស់យើងគឺខ្ញុំសូម copy ទម្រង់ host ឲ្យចេញមួយសិនយកមកកែខាងក្រៅអូខេអញ្ចឹងខ្ញុំសូមចូលទៅកាន់ host ហើយបន្ទាប់មកទៀតខ្ញុំសូមធ្វើការដូរឈ្មោះ domain ដាក់ domain name របស់ខ្ញុំអញ្ចឹងឡើយនេះខ្ញុំសូមដាក់ទៅលើស្នងសាក់ហើយទៅលើ IP 100.8.0.104 អូខេតបមកខ្ញុំ save វាមួយហើយបន្ទាប់ពីខ្ញុំ save រួចហើយខ្ញុំ copy វាយកមកផាសនេះវិញអូខេអញ្ចឹងឥឡូវដំបូងខ្ញុំអត់ទាន់បាន ping ឲ្យស្គាល់គ្នាទេឥឡូវខ្ញុំសូមចូលមកកាន់វាយទៅលើឈ្មោះ domain ខ្ញុំម្ដងdomainស្នងសាក់អញ្ចឹងវាចូលមកតម្រង់ជាមួយនឹង web របស់ខ្ញុំដដែលអញ្ចឹងខ្ញុំសូមតេស្តទៅលើ 3 web ឥឡូវនេះគឺជា web ទី2របស់ខ្ញុំតោះមកចូលមកកាន់ web ទី1នេះគឺជាទម្រង់ web ទី1របស់ខ្ញុំហើយនឹងទម្រង់ web ទី3ហើយមួយទៀតគឺយើងសាកវាយទៅលើ IP ចាស់របស់វា IP ចុច0.4 អូខេអញ្ចឹងមានន័យថាទៅលើ IP address ហើយនិង domain name ដែលខ្ញុំបានកែមិញគឺយើងអាច access ចូលទៅកាន់ web បានដូចគ្នាអញ្ចឹងវីដេអូនៃការ change domain name របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេក៏សូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះ